ទេបងប្អូនសម្រាប់រូបមន្តទី1ដែលថារូបមន្តផ្លូវវាងផ្លូវត្រង់បាទគឺយើងបានធ្វើរួចហើយបាទដូនតាបាទហ្នឹងគឺរូបមន្តពីខាងណាវិញបងខាងកំពង់ចាមអូតែកំពង់ចាមវាធ្វើអញ្ចឹងណាអូចឹងបងប្អូនបានឃើញតាំងពីនិយាយទៅពីការរៀបចំបន្លែរហូតដល់សម្រាប់បាទឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនជាមួយនឹងរូបមន្តថាបែបផ្លូវកាត់បាទអញ្ចឹងតោះចង់នឹងថាបែបផ្លូវកាត់ហ្នឹងមិនវិញបាទបានថាលឿនបាទរូបបែបផ្លូវកាត់នេះសូមបញ្ជាក់ទីសម្រាប់បងប្អូនដែលអត់ចង់ចំណាយពេលដូចនេះខ្ញុំធ្វើមិនគឺយើងមាននឹងទឹកជ្រលក់ទឹកគ្រឿងសំស្រាច់បាទអញ្ចឹងជាមួយនឹងផ្ទះបាយចល័តរបស់យើងគឺយើងបង្ហាញជូនទាំងពីរវិធីតែម្ដងណាបងប្អូនណាចាំបងប្អូនចង់ប្រើវិធីមួយណាក៏បានដែរតោះដើម្បីខាត់ពេលយូរបាទខ្ញុំបន្លែដែលយើងមិនបាទយើងដាក់ចូលបាទចាំបន្លែដូចតែគ្នាទេបងប្អូនណាគ្រឿងផ្សំគឺដូចតែគ្នាទេខុសតែគ្រឿងបាទខុសតែគ្រឿងទេសបាទសម្រាប់ធ្វើការផ្សំគ្រឿងគឺទេក្បួននេះវិធីនេះគឺយើងប្រើប្រាស់សម្រាប់អ្នកដែលគាត់ចង់ចំណេញពេលវេលាបាទការតាមផ្លូវកាត់ណាចង់ចំណេញពេលវេលាចង់លឿនណាបាទអញ្ចឹងគឺយើងប្រើប្រាស់ជាមួយនឹងថាទឹកត្រីញោមភ្លៀបាទគឺ brand Yummy KH Food បាទជាមួយនឹងទឹកប្រហុកបាទគឺយើងប្រើតែពីរនេះទេបាទគ្រឿងផ្សំគោលរបស់យើងគ្រឿងទេសរបស់យើងណាបាទគឺយើងប្រើតែពីរមុខនេះទេបាទអញ្ចឹងគឺយើងធ្វើការចាក់បាទអញ្ចឹងសម្រាប់បរិមាណនៃការប្រើប្រាស់គឺយើងមានក្បួនប្រើប្រាស់ច្បាស់លាស់ជាក់លាក់ប៉ុន្តែសម្រាប់ការដែលយើងបង្ហាញជូននេះគឺយើងស្មានបាទថាយើងចាក់មកល្មមអញ្ចឹងណាបាទថានេះគឺជាប្រភេទគេហៅថាទឹកត្រីញោមភ្លាដែលផ្សំគ្រឿងស្រាច់បាទអញ្ចឹងគឺយើងមិនមានប្រើប្រាស់គឺថាចំណេញមែនតើគឺយើងមានតាំងរូបមន្តសម្រាប់អ្នកកំពង់ចាមនិងរូបមន្តរបស់អ្នកកំពង់ស្គរតែម្ដងបាទអញ្ចឹងមកប្រមូលផ្ដុំនៅផ្ទះបាយចល័តនេះតែម្ដងបាទតោះឥឡូវនេះគឺយើងចាប់ផ្ដើមលាយជាមួយនឹងទឹកត្រីបាទទឹកផ្សំគ្រឿងរបស់យើងបាទអញ្ចឹងយើងលាយក្នុងបរិមាណមួយគឺបាទសមរម្យបាទល្មមឆ្ងាញ់អញ្ចឹងណាបាទចាំប៉ុន្តែបើសម្រាប់អ្នកដែលគាត់ត្រូវការរូបមន្តច្បាស់លាស់គឺយើងមានបាទអញ្ចឹងយើងមានបងប្អូនអាចធ្វើការប្រឹក្សាជាមួយនឹងក្រុមការងារបានបាទអូខេអញ្ចឹងមុននឹងចាក់យើងធ្វើការក្លុកវាដើម្បីឲ្យសព្វគ្រឿងណាបងប្អូនណាបាទអញ្ចឹងយើងធ្វើការក្លុកឲ្យចាំចាក់ចូលបាទបាទអញ្ចឹងក្នុងបរិមាណបន្លែយើងប៉ុណ្ណេះគឺខ្ញុំប្រើ3ស្លាបព្រាបាទបាទអូខេអញ្ចឹងជំហានបន្តមកទៀតគឺយើងមិនភ្លេចដែរជាមួយនឹងទឹកប្រហុកបាទទឹកប្រហុកដើរតួនាទីសំខាន់ណាស់នៅក្នុងវិស័យម្ហូបអាហារគឺមិនថាជាពិសេសគឺញោមភ្លាតែម្ដងបាទរសជាតិថាដូចជាខ្វះអីម្យ៉ាងដូចជាអត់សូវដល់បាទអញ្ចឹងសម្រាប់ខ្ញុំជាក់ស្ដែងគឺខ្ញុំអត់សូវចូលចិត្តញ៉ាំប្រហុកណាទេបាទប៉ុន្តែហេតុអីបានជាខ្ញុំជ្រើសរើសយកប្រហុកនេះដោយសារទី1ប្រហុកនេះគឺវាអត់មានក្លិនចាយឆ្អាបអីទេបាទគឺអ្នកអត់ចេះប្រហុកក៏ញ៉ាំបានដែរអញ្ចឹងគឺទឹកប្រហុកគឺយើងប្រើក្នុងបរិមាណគឺសម្រាប់អ្នកចូលចិត្តច្រើនដាក់ច្រើនទៅចូលចិត្តតិចដាក់តិចទៅគឺយើងអត់កំណត់ទេបាទគឺយើងអត់កំណត់ទេណាប៉ុន្តែយើងនៅតែមានក្បួនមួយសម្រាប់បង្ហាញបងប្អូនថាយើងប្រើក្នុងបរិមាណប៉ុន្មានទៅផ្សំស្របសម្រាប់បន្លែរបស់យើងប្រហែលគីឡូអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងបន្ថែមអាចឆាតសួរពួកយើងបានបាទអូខេបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមចាក់ទឹកប្រហុករបស់យើងចូលបាទអញ្ចឹងក្នុងបរិមាណបន្លែប៉ុណ្ណេះគឺយើងប្រើតែមួយស្លាបព្រាទេបាទអាចដូចដែលខ្ញុំបានរៀបរាប់អញ្ចឹងបើសិនជាបងប្អូនគាត់ចូលចិត្តរសជាតិដិតអីចឹងគាត់អាចប្រើពីស្លាបព្រាអញ្ចឹងទៅហើយគាត់អាចធ្វើមើលទៅបើសិនជានៅស្ទើគាត់អាចថែមទៀតអញ្ចឹងទៅអញ្ចឹងយើងនៅខ្វះតែផ្នែកសាច់ហើយនិងផ្នែកគ្រឿងបន្ថែមតែប៉ុណ្ណោះបាទអញ្ចឹងមុននឹងយើងធ្វើការដាក់សាច់ចូលគឺយើងអាចច្របល់វាដើម្បីឲ្យចូលបាទដើម្បីឲ្យវាចូលជាតិសិនបាទអូខេអញ្ចឹងយើងប្រើដៃផ្ទាល់ទៀតទៅដោយសារយើងបានសម្ដែងហើយបាទដើម្បីឲ្យវាចូលជាតិយ៉ាងល្អបាទអូខេមិនតែបងយល់ឃើញតែសម្រាប់ជំនួសវិធីនេះបងចាសម្រាប់វិធីមួយនេះចាសម្រាប់នាងខ្ញុំគឺងាយចាងាយមែនទែនសម្រាប់បងប្អូនដែលអត់ចង់ចំណាយពេលហើយអ្នកដែលអត់ចូលចិត្តចាអ្នកដែលអត់ចូលចិត្តធ្វើម្ហូបក៏អាចយកវិធីនេះទៅធ្វើបានដែរដោយសារងាយចាយើងមានជាមួយនឹងចាទឹកគ្រឿងផ្សំសម្រាប់ញ៉ាំជារួចជាស្រេចអញ្ចឹងឃើញថាទឹកប្រហុកគឺឥឡូវហ្នឹងគឺបងប្អូនខ្មែរយើងគាត់ចូលចិត្តច្រើនមែនទែនគឺគ្រប់គ្រងច្រើនមែនទែនគឺនិយាយទៅមិនមែនតែតែម្ល៉េះតាំងពីយូរជាណាស់មកហើយប៉ុន្តែគាត់ថាឥឡូវសំទុះនៃការគ្រប់គ្រងគឺច្រើនមែនទែនបាទដោយសារអីដោយសារតែប្រហុកនេះគឺវាអាចប្រើបានគ្រប់មុខម្ហូបតែម្ដងបាទលើកលែងតែឆាមែនទេបាទគាត់ឆាក៏ដាក់ប្រហុកគាត់ដាក់ទៅណាបាទអញ្ចឹងអានេះគឺយើងតាមចំណង់ចំណូលចិត្តឥឡូវនេះគឺដល់ពេលដែលយើងត្រូវដាក់សាច់ចូលហើយបាទអញ្ចឹងចំពោះសាច់របស់យើងគឺដូចតែគ្នាទេគឺយើងមានជាមួយនឹងស្បែកជ្រូកបំពងបាទគឺយើងមានស្បែកជ្រូកបំពង
ត្រីបងបាទហើយក៏ជាមួយនឹងសាច់3ជាន់បាទអញ្ចឹងគឺយើងប្រើក្នុងបរិមាណប៉ុណ្នេះវាសមនឹងប្រាក់ប៉ុណ្ណេះបាទអញ្ចឹងគឺបងប្អូនចង់ដាក់តិចច្រើននេះគឺតាមចំណង់ចំណូលចិត្តទេបាទអញ្ចឹងអូខេយើងចាក់សាច់ចូលអូខេអញ្ចឹងសាច់របស់យើងបានដាក់ចូលហើយបន្តមកគឺបាទសណ្តែកដីបាទនេះបាទដីបាទនេះគឺជាសណ្តែកដីលីងថ្មីខ្លួនឯងបាទយើងធ្វើការចាក់សណ្តែកចូលក្នុងបរិមាណសមរម្យទៅបាទថាតិចច្រើនគឺតាមចំណង់ចំណូលចិត្តអ្នកចង់ញ៉ាំនិយាយទៅសណ្តែកដីខ្ញុំចូលចិត្តដែរបាទអញ្ចឹងយើងដាក់ច្រើនតិចបាទអូខេឥឡូវញោមស្ដៅក្នុងអាំងរបស់យើងគឺបាទគឺបាន 90% ហើយបាទអញ្ចឹងចុងក្រោយគឺយើងមានតែដាក់គ្រឿងលម្អបន្ថែមបាទគឺជីហើយនឹងខ្ទឹមបាទជាមួយនឹងម្ទេសបាទខ្ទឹមសខ្ទឹមក្រហមគឺក៏បងប្អូនខ្លះគាត់ដាក់ខ្ទឹមបារាំងក៏បានដែរបាទតាមចំណង់ចំណូលចិត្តបាទអញ្ចឹងយើងដាក់ចូលមកបាទហើយចុងក្រោយបាទនេះម្ទេសអូខេអញ្ចឹងម្ទេសគឺដោយសារតែទឹកសក់របស់យើងគឺហឹររួចហើយអញ្ចឹងសម្រាប់អ្នកចូលចិត្តហឹរខ្លាំងបាទអាចបន្ថែមម្ទេសបានបាទអញ្ចឹងបាទអ្នកអត់ចូលចិត្តហឹរទេគឺហឹរតិចតិចអីគឺមិនចាំដាក់ទេបាទអញ្ចឹងសម្រាប់ខ្ញុំចូលចិត្តហឹរខ្លាំងគឺយើងអាចដាក់ម្ទេសបន្ថែមទៀតបាទ3 2 1អូខេបងប្អូនសម្រាប់ញោមរបស់យើងគឺបានហើយ 100% ហើយបាទគេហៅថាញោមស្ដៅជាមួយនឹងឃុំអាំងជាមួយនឹងថាសាច់ចម្រុះបាទអញ្ចឹងសម្រាប់រសជាតិពេលធ្វើអាហារអញ្ចឹងទូមើលទៅបងប្អូនអាចធ្វើបានណាគឺថារសជាតិបើសិនជាស្ទើរជូរអញ្ចឹងអាចបន្ថែមក្រូចឆ្មាអញ្ចឹងទៅស្ទើរហឹរថែមម្ទេសអញ្ចឹងទៅបាទគឺពិបាកទេអញ្ចឹងគឺយើងប្រើពេលរយៈពេលខ្លីគឺយើងទទួលបានញោមបាទដែលមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងអូខេបងប្អូនញោមរបស់យើងគឺបានរួចរាល់ 100% ហើយបាទអញ្ចឹងចាំដឹងថាតើរសជាតិមិនថៃខ្វះអីយើងជួបសិនបាទអញ្ចឹងចំពោះញោមភាគច្រើនសម្រាប់រសជាតិគឺបាទនៅស្រុកខ្ញុំបងគេធ្វើរសជាតិវាដឹកគឺថារបៀបជូរវាផ្អែមប្រៃហឹរបាទដល់ទៅឆ្ងាញ់តែខាងបងមិនចាំខាងបងចាំគេហៅរសជាតិមុតអូចាំបាទថាដូចគ្នាបាទតោះឥឡូវយើងទូរបស់គ្នាបាទយើងចង់ដឹងមើលថាមិនមកអត់ធំក្លិនប្រហុកទេហើយរសជាតិដូចដែលខ្ញុំចង់បានបាទចុងភៅអ្នកធ្វើចាគឺថាធ្វើបែបនេះងាយហើយបើសិនជាចង់ញ៉ាំស្រាប់ក៏អាចចតងមកចូលមកធ្វើផ្ទះម៉ែបានបាទមិនមានអូខេបងប្អូនទាំងគ្នាណាចាញោមគឺជាមុខម្ហូបមួយចាដែលយើងអត់អាចអត់បានទេអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើចាញោមលេងចាញោមបែបលក្ខណៈខ្លែមជួបជុំឈាត្រជាក់អីបងប្អូនទាំងគ្នាណាកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាឬមួយក៏បងប្អូនចាអាចចង់ញ៉ាំស្រាប់ចាបងប្អូនអាចឆាតចូលទៅផ្ទះម៉ែបានចាយើងមានសេវាចាយើងមានជំនួយសេវាទទួលបងប្អូនចាគ្រប់ពេលវេលាទាំងអស់បាទអញ្ចឹងគឺទាំងពីរវិធីបាទវិធីទី1វិធីទី2គឺយើងបានបង្ហាញជូនហើយបាទឥឡូវនេះគឺរួចរាល់ហើយបាទឥឡូវនេះក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូរបស់យើងតាមពីដើមរហូតដល់ចប់បាទសូមអរគុណបាទជម្រាបលាជួបគ្នាជាមួយនឹងពួកយើងនៅវីដេអូបន្តទៀតបាទ